ជំរាបសួរលោកលោកស្រីទូទៅសកលជនជាទីគោរពនេះគឺជាកម្មវិធីទីកន្លងចរាចរណ៍មានសម្រាប់ភាពរបស់ទូទៅជាកម្ពុជារៀងរាល់សប្តាហ៍កម្មវិធីរបស់យើងតែងតែបង្ហាញជលអ្នកពីបញ្ហាចរាចរណ៍ដែលកើតមាននៅក្នុងរាជធានីភ្នំពេញជាពិសេសនោះក៏បានផ្ដល់ចំណេះដឹងទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកផងដែរនៅក្នុងសប្តាហ៍នេះកម្មវិធីរបស់យើងសូមបង្ហាញជូនប្រធានបទមួយទៀតដល់លោកអ្នកតាមដានទស្សនាដូច្នេះសូមអញ្ជើញតាមដានទស្សនាក្នុងកម្មវិធីដូចតទៅរាជធានីភ្នំពេញជាបណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្មទេសចរណ៍និងវប្បធម៌ដែលមានភាពទាក់ទាញនិងមានសក្តានុពលបច្ចុប្បន្នដោយសារតែរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនជារៀងរាល់ថ្ងៃប្រជាពលរដ្ឋគ្រប់ទិសទីបានមកចូលរស់នៅរាជធានីភ្នំពេញដើម្បីធ្វើការងារនិងប្រកបរបររកទទួលទានតាមជំនាញរៀងៗខ្លួនហើយចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសការវិនិយោគបណ្ដាក់ទុនរកស៊ីពីសំណាក់អ្នកវិនិយោគិនបរទេសពីបណ្ដាប្រទេសជាច្រើនបានមកវិនិយោគនៅរាជធានីភ្នំពេញកើនឡើងជាលំដាប់ជាក់ស្ដែងនេះជាសំណង់អគារ Sky Villa ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានកម្ពស់145ម៉ែត្រមានផ្ទៃក្រឡាសរុបប្រមាណជា 140,000 ម៉ែត្រការ៉េមានកម្ពស់ផ្នែកខាងលើ35ជាន់និងមានជាន់ក្រោមដី4ជាន់ដែលជាការបណ្ដាក់ទុនវិនិយោគពីវិនិយោគិនបរទេស我们早期来柬埔寨发现这里មូលហេតុដែលក្រុមហ៊ុនយើងខ្ញុំបានមកបោះទុនវិនិយោគនៅទីនេះគឺសារតែប្រទេសកម្ពុជាវាស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ហើយប្រទេសនេះគឺមានអាកាសធាតុល្អខ្យល់អាកាសបរិសុទ្ធហើយសម្បូរពន្លឺថ្ងៃហើយតាក់ទងជាមួយនឹងការរស់នៅក៏សមស្របសម្រាប់ការរស់នៅផងដែរហើយតាក់ទងជាមួយនឹងស្ថានភាពនយោបាយគឺមានស្ថិរភាពល្អងាយស្រួលទំនាក់ទំនងទាំងភាសាចិននិងភាសាអង់គ្លេសហើយក៏បើកទូលាយឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគទុនហើយយើងនឹងឲ្យឆ្នាំមុនមានអ្នកវិនិយោគទុនបរទេសប្រមាណជា 10,000 នាក់មកវិនិយោគទុននៅក្នុងប្រទេសហើយយើងឃើញថាកំណើនប្រជាជននៅក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងរាជធានីភ្នំពេញពីមួយឆ្នាំមានចន្លោះប្រហែលជា 6 ទៅ 10,000 នាក់ដែលត្រូវការនៃការផ្គត់ផ្គង់នៅលំនៅឋានជាច្រើនហើយបូកផ្សំជាមួយនឹងការបើកទូលាយឲ្យមានការប្រើប្រាស់នៅរូបិយប័ណ្ណបរទេសហើយនឹងបើកទូលាយឲ្យអ្នកវិនិយោគទុនមកវិនិយោគទុននៅទីនេះហើយដោយសារសម្លឹងឃើញការខ្វះខាតនៅកន្លែងស្នាក់នៅហ្នឹងទើបនៅក្នុងឆ្នាំ2012ខែវិច្ឆិកាពួកយើងខ្ញុំបានសម្រេចនៅបង្កើតក្រុមហ៊ុននៅមួយឈ្មោះ Crystal Orange ដែលចាប់ផ្ដើមសិក្សាការរីកចម្រើននៃផ្នែកចលនាទ្រព្យនិងចន្លោះនៃការអភិវឌ្ឍរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាហើយក្រោយការសិក្សាយើងឃើញថាប្រទេសកម្ពុជាមានសន្ទុះសេដ្ឋកិច្ចកើនឡើងខ្លាំងហើយប្រជាជនមានតម្រូវការស្នាក់នៅច្រើនទើបធ្វើឲ្យពួកយើងខ្ញុំសម្រេចកសាងនៅគម្រោងមួយដែលមានឈ្មោះថា Sky Villa ដែលផ្ដល់នៅលំនៅឋានប្រកបដោយផាសុកភាពនិងឧត្តមភាពក្នុងការរស់នៅតាមបែបអន្តរជាតិ让整个金边市变成国际化的都市ដោយមើលឃើញដូចនេះនិងដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដែលមានជីវភាពប្រសើរនិងអតិថិជនអន្តរជាតិដែលចង់មករស់នៅក្នុងព្រះរាជាណាចក្រកម្ពុជានិងជាពិសេសក្នុងគោលបំណងសំខាន់ដើម្បីចូលរួមចំណែកពន្លឿនការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិតាមរយៈការវិនិយោគពីក្រៅស្រុកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដឹកនាំសំណង់អគារមានលក្ខណៈល្អប្រណិតតាមរចនាបថខ្មែរទំនើបកម្មលំដាប់ពិភពលោកដំបូងបង្អស់កំពុងលេចចេញជារូបរាងជាបណ្ដាក្នុងរាជធានីភ្នំពេញហើយអគារបៃតងដ៏ប្រណិតលំដាប់ខ្ពស់បង្កើតឡើងដោយក្រុមហ៊ុនលំដាប់អន្តរជាតិមានលក្ខណៈពិសេសជាច្រើន Sky Villa 呢它的地理位置非常好它在西哈努克大道跟ចំណុចពិសេសនៃ Sky Villa គឺយើងដឹងថា Sky Villa វាស្ថិតនៅបណ្ដោយមហាវិថីបរសេនុកាយនៅផ្លូវប៉ូឡូញហើយវាស្ថិតនៅខាងត្បូងឈៀងខាងកើតនៃនៃ Star Olympic ហើយវាជាចំណុចកណ្ដាលនៃរាជធានីភ្នំពេញដែលងាយស្រួលក្នុងការធ្វើដំណើរទៅកន្លែងនានាផងដែរហើយតាក់ទងជាមួយនឹងសំណង់អគារទាំងមូលគឺវាធ្វើពីបេតុងអាមេដែលមានកាឡាផ្ទៃប្រហែលជា 6,000 ម៉ែត្រការ៉េនិងកាឡាផ្ទៃដើមឈើប្រហែលជា 6,300 ម៉ែត្រការ៉េហើយកាឡាផ្ទៃ
អាគារសរុបគឺប្រហែលជា 140000 ម៉ែត្រការ៉េនឹងបែងចែកជាជាន់ក្រោមដី4ជាន់និងជាន់ផ្នែកខាងលើ35ជាន់និងមានកម្ពស់សរុប145ម៉ែត្រហើយតាក់ទងជាមួយនឹងស្ថាបត្យកម្មនៃអាគារទាំងមូលគឺ design ឡើងដោយ Mr. Lee ដែលជាក្រុមហ៊ុនរចនាអគារតៃប៉េ101ជាន់នៅប្រទេសតៃវ៉ាន់ហើយតាក់ទងជាមួយនឹងទម្រង់ខាងក្រៅនៃ Sky Villa វិញគឺយកលំនាំតាមរចនាបថខ្មែរទំនើបកម្មដែលលំនៅឋាននីមួយៗមានវេរដាធំសម្រាប់លំហែកាយនិងគយគន់មើលទេសភាពរាជធានីភ្នំពេញទាំងមូលហើយគួបផ្សំជាមួយនឹងដើមឈើខ្ពស់ៗដែលមានកម្ពស់ប្រហែល4ម៉ែត្រហើយក៏ដូចជាសួនច្បារពណ៌បៃតងស្រស់នៅលើលំហអាកាសផងដែរហើយតាក់ទងជាមួយនឹងលំនៅឋាននីមួយៗសុទ្ធសឹងប្រើតែកញ្ចក់ការពារកម្ដៅថ្ងៃហើយវាមាន 3 ទិសដែលរងពន្លឺព្រះអាទិត្យនិងតាក់ទងជាមួយនឹងផ្លូវដើរក៏ដូចជាបន្ទប់បោកគក់សិតតែទុកនៅចន្លោះសម្រាប់ខ្យល់ចេញចូលទាំងអស់ហើយតាក់ទងជាមួយនឹងសួនច្បារជាន់ផ្ទាល់ដីគឺរចនាពីរុក្ខជាតិបៃតងដែលមាននៅក្នុងស្រុកគប់ផ្សំជាមួយនឹងអាងទឹកធ្លាក់លំដាប់ថ្នាក់ផ្កាយ5នៅតំបន់អាស៊ីអាគ្នេយ៍ផងដែរហើយតាក់ទងជាមួយនឹងខ្លោងទ្វារគឺប្រើប្រាស់នៅដែកអាលុយមីញ៉ូមផ្សំជាមួយនឹងកញ្ចក់គ្រីស្តាល់ដែលឆាកជាក្បាច់ហើយតាក់ទងជាមួយនឹងជាន់ទី2និងដល់ជាន់ទី33ជាលំនៅឋានដែលលំនៅឋាននីមួយៗមានទំហំចាប់ពី280ទៅ530ម៉ែត្រការ៉េនិងមានកម្ពស់ 3.6 ម៉ែត្រហើយតាក់ទងនឹងចំណតរថយន្តសម្រាប់គ្រួសារនីមួយៗវិញគឺមានចំណតរថយន្ត2ដែលតាក់ទងជាមួយនឹងជាន់នីមួយៗគឺមាន4 unit និងមានជណ្ដើរយន្ត3ដែលបំពាក់ដោយប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពខ្ពស់ហើយតាក់ទងជាមួយនឹងជាន់ទី44និងជាន់ទី45ជាកន្លែងលំហែកាយដែលមានផ្លូវដើរជុំវិញអគារប្រវែង240ម៉ែត្រនិងអាចទស្សនាមើលទេសភាពរាជធានីភ្នំពេញបានទាំងមូលហើយលើសពីនេះទៀតជាន់ទាំងពីរនោះមានអាងហែលទឹកសាលប្រជុំសាលសិល្បៈសួនច្បារបន្ទប់ហាត់ប្រាណបន្ទប់ KTV ភោជនីយដ្ឋានបន្ទប់ SPA និងកន្លែងតាំងវត្ថុសិល្បៈជាដើមហើយតាក់ទងជាមួយនឹងការការពារអគ្គិភ័យវិញគឺលំនៅឋាននីមួយៗគឺមានចដាសុវត្ថិភាព2និងមានប្រព័ន្ធប្រកាសអាសន្នពេលដែលមានអគ្គិភ័យឬផ្សែងកើតឡើងហើយតាក់ទងជាមួយនឹងប្រព័ន្ធសុវត្ថិភាពវិញទ្វារនៅឋាននីមួយៗហ្នឹងសុទ្ធសឹងតែបំពាក់នៅទ្វារដែលមានបំពាក់នៅលេខសម្ងាត់ហើយការពារអគ្គិភ័យនិងការពារការគាស់លួចនឹងជាដើមផងដែរហើយតាក់ទងជាមួយនឹងអគារទាំងមូលការគ្រប់គ្រងគឺគ្រប់គ្រងដោយប្រព័ន្ធស្វ័យប្រវត្តិដែលត្រួតពិនិត្យការចេញចូលរបស់ភ្ញៀវហើយនៅតាមប្អូននីមួយៗមានប្រកបដោយឧបករណ៍ចាប់សញ្ញាដើម្បីរក្សាសុវត្ថិភាពផងដែរហើយលើសពីនេះទៅទៀតពួកយើងបានសហការជាមួយនឹងក្រុមហ៊ុន JI ដែលផ្ដល់សេវាកម្មលំដាប់អន្តរជាតិដែលមានសេវាកម្មទូភ្ញៀវសេវាកម្មចូលស្នាក់នៅសេវាកម្មពាណិជ្ជកម្មសេវាកម្មលំនៅឋានហើយក៏ដូចជាសេវាកម្មនាំភ្ញៀវទៅពលានយន្តហោះផងដែរដែលទស្សនៈរបស់ក្រុมហ៊ុនយើងទៅថ្ងៃអនាគតគឺយើងចង់ឲ្យមានការចាប់ផ្ដើមដោយបណ្ឌិតនៅក្នុងការរស់នៅ其他的地方所以我们是希望说大家能够来了解整个 Sky Villa 来把金边市的这个水准往上带动ជាក់ស្ដែងនេះគឺជាសកម្មភាពការអនុវត្តគម្រោងសាងសង់អគារដ៏ទំនើបល្អប្រណិតនេះបន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សាលារាជធានីភ្នំពេញនិងក្រសួងពាក់ព័ន្ធដើម្បីដំណើរការសំណង់បច្ចុប្បន្នការស្ថាបនាអគារមួយនេះគឺប្រកបដោយលក្ខណៈបច្ចេកទេសតាមបទដ្ឋានអន្តរជាតិដោយមានការវិភាគច្បាស់លាស់ចំពោះកម្រិតគុណភាព大家可以看到我们现场我们现在ដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុនយើងខ្ញុំបានសម្រេចនៅជាន់ក្រោមដីទាំង4ជាន់ហើយតាក់ទងជាមួយនឹងផ្នែកគ្រឿងបង្គុំនិងក្រុងនឹងបញ្ចប់នៅខែសីហាឆ្នាំ2017ហើយតាក់ទងជាមួយនឹងគម្រោងទាំងមូលនឹងក្រុងបញ្ចប់នៅចុងឆ្នាំ2018ហើយតាក់ទងជាមួយនឹងគុណភាពសំណង់វិញរាល់គុណភាពរាល់ភាពធន់នៃបេតុងក៏ដូចជាដែកទាំងអស់គឺសុទ្ធសឹងតែយកនៅភាពធន់ខ្ពស់ដែលស្របតាមបទដ្ឋានអន្តរជាតិហើយតាក់ទងជាមួយនឹងដែកមុននឹងចូលដល់ការដ្ឋានគឺយើងសុទ្ធតែឆ្លងកាត់ការធ្វើតេស្តទាំងការទាញសមាសធាតុធាតុផ្សំនិងលិខិតបញ្ជាក់ពីសមាសធាតុដែលមិនប៉ះពាល់ដល់សុខភាពហើយតាក់ទងជាមួយបេតុងក្រៅពីការធ្វើតេស្តសង្កត់ពួកយើងក៏បានធ្វើតេស្តរោគភាពរាវក៏ដូចជាធ្វើតេស្តរោគសមាសធាតុរសជាតិ
កម្រិតជាតិប្រៃនៅក្នុងបេតុងដែលការធ្វើតេស្តនេះគឺមានដំបូងគេបង្អស់នៅប្រទេសកម្ពុជាយើង 这个建案是所有金边市最好的建案。 ដោយទីតាំងអគារស្ថិតត្រង់ចំណុចប្រឡាយភក់ទឹកស្អុយនោះគឺតម្រូវឲ្យមានជម្រៅរហូតដល់18ម៉ែត្រក្រោមដីការដោះស្រាយការលំបាកក្នុងដំណើរការដ្ឋានសាងសង់ត្រូវបានដោះស្រាយជាបន្តបន្ទាប់ 在金边市政府现在是处于那个基础建设的 ផលវិបាកក្នុងការសាងសង់នេះយើងឃើញថាសន្តានដីក៏ដូចជាទីតាំងជុំវិញនៃការដ្ឋានយើងគឺមានភាពស្មុគស្មាញហើយគួបផ្សំជាមួយនឹងគោលនយោបាយនៃការសាងសង់ថ្មីរបស់រាជរដ្ឋាភិបាលទើបសម្រេចឲ្យក្រុមហ៊ុនគម្រោង Sky Villa យើងសម្រេចចិត្តធ្វើនៅជញ្ជាំងទប់ដីដែលបង្កឲ្យសំណង់អគារមួយនេះមានជាន់ក្រោមដីជម្រៅរហូតដល់18ម៉ែត្រដែលជាផលវិបាកសម្រាប់ពួកយើងដែលតម្រូវឲ្យពួកយើងត្រូវមានផែនការយ៉ាងល្អិតល្អន់ក្នុងការធ្វើនៅផែនការសុវត្ថិភាពបរិស្ថានការទប់ស្កាត់មិនឲ្យមានការជ្រាបទឹកហើយសំណង់ធានាគុណភាពសំណង់ទាំងក្រោមដីនិងនៅលើដីហើយថែមទាំងរក្សានៅផ្លូវជុំវិញហ្នឹងឲ្យមានសុវត្ថិភាពព្រមទាំងការងារចាំបាច់ផ្សេងៗទៀត 发明的部分，然后还有基桩维护的部分，是，哎，这个是目前施工的困难性，对，哎。 គម្រោងសាងសង់អគារ Sky Villa ជាលក្ខណៈអន្តរជាតិដ៏ល្អប្រណិតនៅរាជធានីភ្នំពេញក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ទាំងអស់បានកំពុងប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តការងាររបស់ខ្លួនទៅតាមគម្រោងដើម្បីទទួលបាននូវគុណភាពសុខសុវត្ថិភាពឈានដល់ការបញ្ចប់គម្រោងដោយជោគជ័យតាមផែនការគ្រោងទុក 现在我们所在的位置，这 គម្រោង Sky Villa យើងវាមានទីតាំងស្ថិតនៅបណ្ដោយមហាវិថីព្រះសីហនុកាយនឹងផ្លូវពោលូញហើយភាគខាងត្បូងឈាននឹងខាងកើតនៃ Start Olympic ហើយតាក់ទងជាមួយនឹងការងារសុវត្ថិភាពវិញរាល់ពេលចាក់បេតុងម្ដងគឺយើងធ្វើឡើងនៅពេលយប់ដែលវាជួយដល់កុំឲ្យស្ទះដល់ចរាចរណ៍ហើយតាក់ទងជាមួយនឹងយើងក៏បានរៀបចំនៅបុគ្គលិកសម្រាប់ជំនួយជួយដល់សម្រួលចរាចរណ៍ផងដែរហើយតាក់ទងជាមួយនឹងផ្លូវចេញចូលវិញគឺយើងចូលតាមច្រកខាងក្រោយដោយរាល់ការចេញចូលរបស់បុគ្គលិកនិងកម្មករទាំងអស់សុទ្ធតែឆ្លងកាត់ការឆូតកាត់ដើម្បីត្រួតពិនិត្យចំនួនមនុស្សហើយតាក់ទងជាមួយនឹងកម្មករដែលចូលដល់ការដ្ឋានត្រូវមាននៅមួកសុវត្ថិភាពអាវចំណាំងផ្លាតហើយកម្មករដែលធ្វើនៅទីខ្ពស់ត្រូវមានខ្សែក្រវ៉ាត់សុវត្ថិភាពជាដាច់ខាតហើយតាក់ទងជាមួយនឹងបុគ្គលិកនិងកម្មករទាំងអស់ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលតាក់ទងជាមួយនឹងសុវត្ថិភាពការដ្ឋាននិងវិធានការការពារនិងទប់ស្កាត់នៅគ្រោះថ្នាក់ដែលកើតមាននៅក្នុងយថាការដ្ឋានជាយថាហេតុ 告知这些危害作业，避免意外发生，避免达到那个零公害的指标，哎，是这样。 សូមបញ្ជាក់ថាសំណង់អគារ Sky Villa ដ៏ល្អប្រណិតនេះនឹងផុសលេចឡើងយ៉ាងត្រដែតមានកម្ពស់រហូតដល់145ម៉ែត្រគឺមានទីតាំងស្ថិតនៅខាងត្បូងឈៀងខាងកើតពហុកីឡដ្ឋានជាតិអូឡ িম্প ិកជាប់មហាវិថីព្រះសីហនុកែងផ្លូវប៉ូឡូញស្ថិតក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ 金边市是一个非常漂亮的美丽的都 សង្ 市 ឃឹមថានឹងអាចនាំយកនៅបែបបបការរស់នៅបែបប្រចាំប្រទេសហើយខ្ញុំក៏សង្ឃឹមថា Sky Villa នឹងក្លាយជាអគារដ៏ប្រណិតមួយដែលរចនាឡើងដោយរុក្ខជាតិខ្ពស់បៃតងនិងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានរាជធានីភ្នំពេញនិងធ្វើឲ្យរាជធានីភ្នំពេញក្លាយទៅជាគោលដៅពិភពលោកក្នុងការរស់នៅតាមបែបអន្តរជាតិហើយទន្ទឹមនឹងនេះគម្រោង Sky Villa នឹងចូលរួមចំណែកបង្កើតឲ្យមានអគារខ្ពស់តាមបែបស្តង់ដារអន្តរជាតិផងដែរ 让这个大家都能够跟国际同步。 ជាបន្តទៅទីនេះកម្មវិធីទីកន្លងចរាចរណ៍មានសម្រាប់ភាពសូមបង្ហាញជូនប្រការគុលបំបត្តិដូចជាសូមជិនតាមដានទស្សនាដូចតទៅ
លោកលោកស្រីទូរទស្សនិកជនជាទីគោរពកម្មវិធីទីគីឡូចរាចរណ៍មានសម្រាប់ភាពរបស់ទូរទស្សន៍កម្ពុជាដល់ទីបញ្ចប់យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅឯកឧត្តមប៉ាសុជីតវង្សអភិបាលគណៈអភិបាលរាជធានីភ្នំពេញនិងអស់លោកលោកស្រីដែលជាមន្ត្រីរាជការបម្រើការនៅសាលារាជធានីភ្នំពេញទាំងអស់ដែលបានឧបត្ថម្ភគាំទ្រនៅកម្មវិធីទីគីឡូចរាចរណ៍មានសុវត្ថិភាពអរគុណលោកអ្នកដែលបានតាមដានទស្សនានិងគាំទ្រនៅកម្មវិធីនេះសូមអរគុណសូមគោរពលា